ម៉ាក់ថ្ងៃនេះកូនមិនស្រួលខ្លួនសោះបើកូនមិនស្រួលខ្លួនកូនទៅរកពេទ្យទៅណាឬថាគ្រូពេទ្យមករាគាត់ពូកែព្យាបាលជំងឺខ្លាំងណាស់កូនដឹងហើយម៉ាក់សួស្ដីតើនេះគឺជាការិយាល័យរបស់លោកវិជ្ជបណ្ឌិតមករាមែនដែរទេចាគឺទីនេះហើយតើមានអ្វីអាចឲ្យខ្ញុំជួយបានដែរទេខ្ញុំមានអាការៈមិនស្រួលខ្លួនតើខ្ញុំអាចជួបគាត់បានដែរទេក្រៅពីអាការៈមិនស្រួលខ្លួនតើមានអ្វីក្រៅពីនឹងទៀតដែរទេអូខ្ញុំវិលមុខហើយក៏ដួលមានរបួសបន្តិចតើប្អូនជាអ្នកជំងឺរបស់លោកវិជ្ជបណ្ឌិតមករាមែនដែរទេអត់ទេខ្ញុំមិនមែនជាអ្នកជំងឺរបស់គាត់ទេឮថាកើតពុះកែព្យាបាលជំងឺខ្លាំងណាស់ខ្ញុំអាចឲ្យចូលជួបលោកវិជ្ជបណ្ឌិតបានប៉ុន្តែគឺអត់ជិបរវល់ព្យាបាលអ្នកជំងឺផ្សេងប្រហែលកន្លះម៉ោងទៀតទៅរួចរាល់មិនអីទេខ្ញុំនៅរងចាំលោកជាវិជ្ជបណ្ឌិតមករាមែនដែរទេបាទខ្ញុំនឹងហើយតើមានបញ្ហាអ្វីដែរខ្ញុំមិនស្រួលខ្លួនវិលមុខដួលរបួសបន្តិចហើយឈឺពោះមានអារម្មណ៍ថាហើមពោះតើប្អូនមានអាការៈបែបនេះយូរប៉ុណ្ណាហើយខ្ញុំមានអាការៈបែបនេះតាំងពីព្រឹកមិញមកម្លេះមានអាការៈចង់ក្អួតដែរទេប្រាប់តាមត្រង់ចុះខ្ញុំមានអារម្មណ៍ចង់ក្អួតរហូតឲ្យខ្ញុំពិនិត្យមើលបន្តិចតើឈឺទេនៅពេលដែលខ្ញុំចុចត្រង់ពោះវាឈឺហើយបាត់ខ្ញុំចង់ស្ដាប់ទ្រូងរបស់ប្អូនបន្តិចសូមដកដង្ហើមចេញចូលយឺតតើមានឈឺបំពង់កដែរទេអត់ទេខ្ញុំមានជំងឺផ្លូវដង្ហើមនៅពេលដែលខ្ញុំប្ដូរមកនៅផ្ទះថ្មីនឹងហើយអាចជាបញ្ហាផ្សែងធូលីនៅក្នុងផ្ទះថ្មីនោះអាចធ្វើឲ្យមនុស្សឈឺបានអញ្ចឹងខ្ញុំមិនដឹងសោះតើខ្ញុំត្រូវគេងនៅពេលដែរទេខ្ញុំគិតថាមិនចាំបាច់នោះទេប៉ុន្តែខ្ញុំនឹងកាន់តែច្បាស់បន្ទាប់ពីពិនិត្យសុខភាពលទ្ធផលសុខភាពរបស់ប្អូនហើយអរគុណលោកវិជ្ជបណ្ឌិតសម្រាប់ការជួយនេះខ្ញុំសង្ឃឹមថាខ្ញុំនឹងបានជាសះស្បើយឆាប់នេះតើប្អូនមានបញ្ហាអ្វីដែរជើងរបស់ខ្ញុំគិតថាវាបាក់ហើយឲ្យខ្ញុំមើលបន្តិចអូវាឡើងប៉ោងយើងគួរតែឆ្លោះកាំរស្មី X ដើម្បីមើលថាឆ្អឹងរបស់ប្អូនមានបាក់កន្លែងណាមួយខ្ញុំនឹងនាំប្អូនទៅបន្ទប់ឆ្លោះកាំរស្មី X ឥឡូវនេះអរគុណលោកដុកទ័រសំណាងហើយឆ្អឹងរបស់ប្អូនមិនបាក់នោះទេគ្រាន់តែមានស្នាមជួមខ្លាំងតែប៉ុណ្ណោះប៉ុន្តែវាឈឺខ្លាំងណាស់លោកគ្រូពេទ្យខ្ញុំនឹងឲ្យថ្នាំបំបត្តិការឈឺចាប់ខ្លះរុំកន្លែងមុខរបួសដោយបង់ស្អិតហើយកុំប៉ះពាល់វាឲ្យសោះរយៈពេល2ឬ3ថ្ងៃតែប៉ុណ្្នឹងទេលោកគ្រូពេទ្យបាទតែប៉ុណ្្នឹងទេគ្រាន់តែព្យាយាមសម្រាកទៅបានហើយអរគុណលោកគ្រូពេទ្យដែលបានជួយមិនអីទេវាជាភារកិច្ចរបស់ខ្ញុំតើមានអ្វីអាចឲ្យខ្ញុំជួយបានដែរទេមើលទៅប្អូនដូចជាមានអាការៈមិនស្រួលសោះបាទខ្ញុំមានអារម្មណ៍ថាឈឺណាស់ខ្ញុំឈឺធ្មេញខ្លាំងណាស់ខ្ញុំត្រូវការថ្នាំបំបត្តិការឈឺចាប់ខ្លាំងប្អូនមានវិជ្ជបញ្ជាដែរទេសម្រាប់ការប្រើប្រាស់ថ្នាំបំបត្តិការឈឺចាប់ខ្លាំងតើប្អូនមានវិជ្ជបញ្ជាសម្រាប់ថ្នាំប្រភេទនឹងដែរទេខ្ញុំអត់មានទេចាំខ្ញុំយកវាមកពេលក្រោយបានដែរទេខ្ញុំអាចទៅជួបវិជ្ជបណ្ឌិតសម្រាប់វិជ្ជបញ្ជាបន្ទាប់ពីខ្ញុំលេបថ្នាំហើយសិនឥឡូវនេះខ្ញុំឈឺខ្លាំងណាស់ខ្ញុំពិតជាសុំទោសណាប៉ុន្តែខ្ញុំមិនអាចលក់ថ្នាំឲ្យប្អូនដោយគ្មានវិជ្ជបញ្ជាបានទេចុះបើខ្ញុំណែនាំថ្នាំដែលមិនចាំបាច់មានវិជ្ជបញ្ជាយ៉ាងម៉េចដែរបាទអរគុណច្រើនតើមានប្រសិទ្ធភាពឆាប់រហ័សដែរទេខ្ញុំខ្លាចតែមិនមានប្រសិទ្ធភាពខ្លាំងដោយដែលប្អូនរំពឹងទុកនោះទេប៉ុន្តែវាអាចជួយកាត់បន្ថយការឈឺចាប់របស់ប្អូនឲ្យបានធូរស្រាលបានខ្ញុំសង្ឃឹមអញ្ចឹងចុះជឿខ្ញុំហើយឆាប់លេបថ្នាំនឹងទៅបាទខ្ញុំនឹងលេបវាតើមានអ្វីអាចឲ្យខ្ញុំជួយបានដែរទេតើប្អូនមានបញ្ហាអ្វីដែរ
ខ្ញុំមានអាការៈឈឺក្បាលគឺឈឺខ្លាំងណាស់ខ្ញុំគេងមិនលក់ពេញមួយយប់ឥឡូវខ្ញុំមានអាការៈឈឺពោះថែមទៀតផងខ្ញុំយល់ហើយតើប្អូនឈឺចាប់តាំងពីពេលណាមកនៅពេលដែលខ្ញុំចូលគេងតើមានថ្នាំបំបត្តិឈឺក្បាលដែរទេគ្រាន់តែមួយគ្រាប់នឹងធ្វើឲ្យខ្ញុំបានធូរស្រាលដូចពេលមុនប៉ុន្តែថ្នាំឈឺក្បាលខ្លះអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះរបស់ប្អូនផងដែរប្អូនបាននិយាយថាប្អូនក៏ឈឺក្រពះផងដែរមិនអញ្ចឹងបាទអញ្ចឹងតើអាចណែនាំថ្នាំផ្សេងបានដែរទេសាកប្រើថ្នាំដែលខ្ញុំឲ្យនឹងទៅវានឹងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះដល់ក្រពះរបស់ប្អូនអរគុណច្រើនសួស្តីខ្ញុំមកទិញថ្នាំពេទ្យខ្ញុំមានវេជ្ជបញ្ជាសូមចាំមួយផ្លេតអូខ្ញុំបានផ្សំថ្នាំរួចហើយតើខ្ញុំគួរលេបថ្នាំនេះដោយរបៀបណា3ដងក្នុងមួយថ្ងៃមែនដែរទេញ៉ាំម្ដង2គ្រាប់ជាមួយទឹកឥឡូវនេះហើយញ៉ាំម្ដងទៀតនៅមុនពេលគេងបន្ទាប់មកគឺម្ដង1គ្រាប់ញ៉ាំពេលព្រឹកថ្ងៃនិងយប់សម្រាប់រយៈពេល3ថ្ងៃខ្ញុំយល់ហើយតើមានសំណួរអ្វីទៀតទេអូអត់មានទេឥឡូវការសំខាន់គឺប្អូនមិនត្រូវញ៉ាំអ្វីទាំងអស់ក្នុងរយៈពេល24ម៉ោងនេះប្អូនអាចញ៉ាំទឹកនិងមិនត្រូវញ៉ាំអ្វីទាំងអស់សម្រាប់រយៈពេល2-3ថ្ងៃនេះហើយមិនត្រូវញ៉ាំគ្រឿងស្រវឹងឡើយខ្ញុំនឹងធ្វើតាមការណែនាំប៉ុន្តែឥឡូវខ្ញុំឃ្លានបាត់ទៅហើយប្រសិនបើនៅតែមិនជាទៀតប្អូនអាចទៅជួបដុកទ័រម្ដងទៀតតើប្អូនមានអាលែកស៊ីជាមួយអ្វីដែរទេអត់ទេខ្ញុំអត់មានអាលែកស៊ីអ្វីទេល្អហើយអញ្ចឹង